chẳng chẳng là chân riêng nó là o thế thế nè upekha dạ cái tán chặt khẩu vì nhiên á cậu sờ lạ vì bà cả chặt tăng có sao vì bạn chẳng ấy thế này để gọt mấy mà nâng chân riêng thì có sao vì bạn môn nơi trong pe này cứ miền ca đăng nơi rúp mình là o chẳng ai sẽ xây phần to thì ta đã thá miền ca đăng rúp mình là o đó để dân ban xe chấm pua chặt hậu vì nhiên đại chia có sao vì bạn phải chặt vật tư thì mùi cái này nó có pk về từ ní miền ca đăng rúp mình là o nằm bây ở chuyện cho ba thì nằm bây ở chuyện cho ba nông chỉ biết rồi ngay mình ấy là o trên ca ở trong chất đôi vật thua này phải sắm sam phút đấy nó thế nào dân là o đòi ca và đáp rương làng ca này chia ô tê ho dạng ná thì cái đây là o tam thời chất cứ và đáp đòi thô và đáp đòi phải sạch thom sẽ phải sạch thom phải từ đâu sẽ tập tham đuôn nó thế nào phải sạch thom nó hay sẽ mặt tập thiên nó hay phải sạch thom và đáp chất bao giờ chỉ bột bò để sạch là o ngọc đồng ngọc chỉ việc là để chuyện sọc chẳng à thom màấy để sọc khăn xe tệ đại ban chạy nơi trong bờ thố rồi mấy nơi chỉ sọc á thế này cama để ban stop ban sọc xa riêng rươi chân tới khơi nhà rùm bên ora pe ắt khăn ắt cào tệ ắt bờ tu nâng ram lung lung tệ vì pro rùm nâng vi chi rồi bao chặt hậu nhiên để ta men rồi bao giờ như nào đào chỉ đầy thái chi ram này chặt hậu bình nhiên hãy chặt hậu bình nhiên để cao lang nâng đó rồi mấy cao lang pro hà sai ram nâng đòi luôn ấy cho nên mình men rupa ram nâng á đầm bay nâng thà phơi dạng na ao chặt hậu bình nhiên nâng chết để cao lang chặt hậu bình nhiên nâng chết để cao lang tê tay chặt hậu bình nhiên nâng chặt tao ram nâng á cao lang để luôn ấy đầm bay khơi nâng ram nâng bật hạt tương tròn nuôi nai ấp bơm khăn cao từ tu nâng ram nâng chẳng bay khơi vậy thế này chẳng bay khơi vậy đôi cho này trầmតែឃើញដោយអំណាចចក្ខុវិញ្ញាណនឹងកើតឡើងព្រោះរូបបាក់ទុកនឹងចក្ខុព្រោះរូបបាក់ទុកនឹងចក្ខុភ្នែកចឹងនៅពេលដែលឃើញរូបភ្នែកឃើញទេញាតិញោមឆ្លើយមើលភ្នែកឃើញទេអត់ទេរូបឃើញទេអត់ទេចក្ខុវិញ្ញាណឃើញទេឃើញខុសឃើញខុសនឹងបើបាទអោចក្ខុវិញ្ញាណអត់មានភ្នែកសម្រាប់ឃើញទេគ្រាន់តែចក្ខុវិញ្ញាណកើតឡើងព្រោះអាស្រ័យរូបបាក់ទុកនិងចក្ខុប្រសាទតែប៉ុណ្ណោះចក្ខុវិញ្ញាណបានអីឃើញបើចក្ខុវិញ្ញាណឃើញបន្តតែចក្ខុវិញ្ញាណនឹងមានភ្នែកសម្រាប់ឃើញទៅទៀតនេះជារឿងសិក្សាបរមត្ថធម៌ដែលសង្ខារធម៌កើតឡើងព្រោះអាស្រ័យបច្ច័យចក្ខុវិញ្ញាណអត់មានឃើញអីទេនេះគឺជាប្រភេទនៃនាមធម៌ម្យ៉ាងដែលកើតឡើងប៉ុណ្ណោះគ្រាន់តែមានរូបជាអារម្មណ៍ឃើញទេតែត្រូវឲ្យបានជ្រាបថាចក្ខុវិញ្ញាណមិនមែនជាសត្វបកុលមិនមែនជារបស់អីដែលសម្រាប់មានភ្នែកទៅឃើញរូបនឹងទេនេះជាសង្ខារធម៌សុទ្ធណាទេណាក្នុងជីវិតប្រចាំថ្ងៃកើតឡើងមានប្រភេទលក្ខណៈជាការឃើញនៅរូបហើយរត់ទៅវិញឃើញទេអាហ្នឹងគឺយើងត្រូវជ្រាបចឹងចក្ខុវិញ្ញាណប្រែមកថាជាការដឹងច្បាស់លើរូបហ្នឹងហើយដែលខ្មែរយើងប្រែថាឃើញហ្នឹងហើយតែចក្ខុវិញ្ញាណអត់ឃើញទេអាហ្នឹងឲ្យវាមានពីរជាន់អញ្ចឹងណាទេណាចក្ខុវិញ្ញាណគេដឹងហើយគេដឹងថាវិញ្ញាណអាស្រ័យចក្ខុទៅហៅថាចក្ខុវិញ្ញាណប៉ុន្តែចក្ខុវិញ្ញាណកើតឡើងពិតមែនតែអាស្រ័យចក្ខុតែចក្ខុវិញ្ញាណមិនមែនឃើញភ្នែកទេពីព្រោះអីពីព្រោះនៅពេលហ្នឹងភ្នែកមិនមែនជាអារម្មណ៍របស់ចក្ខុវិញ្ញាណមានតែរូបអារម្មណ៍ប៉ុណ្ណោះដែលជាអារម្មណ៍នៃចក្ខុវិញ្ញាណម្ល៉េះហើយវិញ្ញាណមិនដែលដឹងអ្វីខុសពីអារម្មណ៍របស់ខ្លួនឯងទេវិញ្ញាណគឺដឹងតែអារម្មណ៍របស់ខ្លួនតែប៉ុណ្ណោះតែយើងហៅថាឃើញតែការឃើញនេះកុំភ្លេចណាទេណាគ្រាន់តែជាប្រភេទនៃនាមធម៌ដែលកើតឡើងមានលក្ខណៈឃើញនៅរូបតែប៉ុណ្ណោះតែអត់មានរូបនៅក្នុងចក្ខុវិញ្ញាណទេអត់មានភ្នែកនៅក្នុងចក្ខុវិញ្ញាណអត់មានរូបនៅក្នុងចក្ខុវិញ្ញាណទេចក្ខុវិញ្ញាណនឹងមិនមែនជាសត្វបកុលទូខ្លួនទេចក្ខុវិញ្ញាណនឹងអត់មានភ្នែកសម្រាប់ឃើញរូបទេនេះគឺគ្រាន់តែជាប្រភេទលក្ខណៈនៃនាមធម៌ម្យ៉ាងប៉ុណ្ណោះដែលមានរូបជាអារម្មណ៍នឹងនាមធម៌សត្វនៅពេលដែលមានសតិរលឹកចក្ខុវិញ្ញាណគឺជានាមធម៌អត់មានរូបទេរូបជាធាតុមិនដឹងឃើញទេភ្នែកក៏ជាធាតុមិនដឹងរូបក៏ជាធាតុមិនដឹងដូច្នេះនៅពេលដែលឃើញរូបរាល់ពេលនៃការឃើញណាកុំឲ្យច្រឡំការឃើញនឹងថាជារូបអីសោះណាទេណាពីព្រោះរូបមិនដឹងទេនៅពេលហ្នឹងគឺការដឹងបណ្ណាគឺជានាមបណ្ដឹងកុំឲ្យច្រឡំណាកុំឲ្យច្រឡំយករូបហ្នឹងមកធ្វើដឹងផងណាអត់ទេនៅពេលដែលដឹងថារូបនឹងដឹងមែនដឹងថារូបមែនតែការដឹងនឹងជានាមរូបអត់ដឹងទេ
នឹងឲ្យបានចែកគ្នាច្បាស់អញ្ចឹងក្នុងការដែលត្រូវរលឹកសង្កេតពិចារណាហើយកិច្ចការនេះគឺសំខាន់ណាស់គុណចាស់ញាតិញោមគឺមិនចាំបាច់ក្នុងទីណាកន្លែងណាឡើយនៅក្នុងសង្យុត្តនិកាយសាលាយតនវគ្គមេកជាលសោតមេកជាលៈនឹងបានក្រាបទូលសួរព្រះរាមាពុទ្ធាមេកជាលៈជាភិក្ខុណាទេណាក្រាបទូលសួរព្រះអង្គបបិទ្ធព្រះអង្គដល់ចម្រើនដែលឈ្មោះថាបុគ្គលនៅជាមួយគ្នានឹងមិត្តសម្លាញ់នោះតើដូចម្ដេចហើយបបិទ្ធព្រះអង្គដល់ចម្រើនដែលឈ្មោះថាបុគ្គលនៅម្នាក់ឯងនោះតើដូចម្ដេចដែរសូមព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យទានព្រះរាមាភិព្រះអង្គទ្រង់ត្រាស់សម្ដែងចក្ខុវិញ្ញាណកើតឡើងព្រោះអាស្រ័យចក្ខុប៉ះនឹងរូបការដែលរូបនោះជាទីប្រាថ្នាជាទីត្រេកអរជាទីពេញចិត្តជាទីស្រឡាញ់ប្រកបដោយកាមជាទីតាំងនៃតម្រេកអាហ្នឹងគឺនិយាយអំពីរូបហ្នឹងជាវត្ថុកាមណាទៀតណាដែលជាអត្ថាគឺជាទីប្រាថ្នាគឺណាជាកន្តាជាទីត្រេកអរជាមនីបាជាទីពេញចិត្តជាបញ្ញារូបៈគឺជាទីស្រឡាញ់ប្រកបដោយកាមជាទីតាំងនៃតម្រេកបុគ្គលមានសេចក្តីត្រេកអររីករាយភ្លើតភ្លើននៅក្នុងរូបនោះនេះឈ្មោះថាជាបុគ្គលមានប្រកដីនៅជាមួយគ្នានឹងមិត្តសម្លាញ់រួចព្រះអង្គទ្រង់ថាសម្ដែងរហូតជាមួយគ្នានឹងសម្លេងក្លិនរសផតថាពៈនិងធម្មអារម្មណ៍គ្រប់ទ្វាទាំង6ហើយជាខាងចុងព្រះអង្គបញ្ជាក់ចាស់សូម្បីបុគ្គលនោះទៅនៅក្នុងព្រៃស្ងាត់គល់ឈើគំនួរចម្បើងក្នុងផ្ទះស្ងាត់យ៉ាងណាប្រសិទ្ធអំពីសម្លេងមនុស្សខ្យល់នៃកាយរបស់មនុស្សតែឯងមែនទេអញ្ចឹងទៅក៏បុគ្គលនោះឈ្មោះថានៅជាមួយគ្នានឹងមិត្តសម្លាញ់ដែរព្រោះអ្វីព្រោះបុគ្គលនោះមានតណ្ហាជាសម្លាញ់ឃើញទេព្រះអង្គថានៅជាមួយគ្នាមានគ្នាមិនរួចផុតចាកទុកឡើយចេះតែទៀតនោះហើយដល់តែព្រះអង្គទ្រង់តាសម្ដែងពីការដែលនៅម្នាក់ឯងទៅវិញចាំមើលណាចក្ខុវិញ្ញាណកើតឡើងព្រោះអាស្រ័យចក្ខុប៉ះនឹងរូបដែលរូបនោះឯងជាទីប្រាថ្នាជាទីត្រេកអរជាទីពេញចិត្តជាទីស្រឡាញ់ប្រកបដោយកាមជាទីតាំងនៃតម្រេកតែបុគ្គលនោះមិនបានប្រព្រឹត្តទៅដោយសេចក្តីរីករាយភ្លើតភ្លើនចាប់ជំពាក់ក្នុងរូបនោះឡើយនេះឈ្មោះថាជាបុគ្គលមានប្រកដីនៅម្នាក់ឯងសម្លេងចិនរផតថាពៈនិងធម្មអារម្មណ៍ព្រះអង្គសម្ដែងដូចគ្នាហើយខាងចុងព្រះអង្គសម្ដែងថាសូម្បីបុគ្គលនោះនៅក្នុងសំណាក់ភិក្ខុក៏ដោយភិក្ខុនីក៏ដោយឧបាសកក៏ដោយឧបាសិកាក៏ដោយនៅក្នុងចំណោមព្រះរាជាក៏ដោយជាអាមាត្យរបស់ព្រះរាជាក៏ដោយនៅក្នុងពួកនិក្រន់ក៏ដោយសាវករបស់ពួកនិក្រន់ក៏ដោយបុគ្គលនោះឈ្មោះថាមានប្រកដីនៅម្នាក់ឯងព្រោះមិនមានតណ្ហាជាសម្លាញ់មិនមានតណ្ហាជាគ្នានៅម្នាក់ឯងហ្នឹងចឹងនេះគឺជាប្រកដីនៃការមានសតិណាទេណារលឹកព្រះសម្មាសម្ពុទ្ធសម្ដែងណាមិនមែនត្រឹមតែប្រសូតនឹងមួយទេប្រសូតច្រើនណាស់ក្នុងសង្យុត្តនិកាយសាលាយតនវគ្គសង្យុត្តនិកាយខណ្ឌវេរវគ្គគឺសុទ្ធតែប្រសូតល្អណាទេណាដែលសម្ដែងអំពីឧបាទានខណ្ឌជាមេហើយអំពីខណ្ឌដែលជាអតីតអនាគតបច្ចុប្បន្នក្នុងក្រៅហើយក្រោតក្រៀតឬក៏ល្អិតសខំឆ្ងាយឬក៏ចិត្តថោកទាបឬក៏បណ្ឌិតគឺជាខណ្ឌពិតក្នុងជីវិតប្រចាំថ្ងៃដែលបុគ្គលត្រូវដឹងថាត្រឹមតែជាខណ្ឌប៉ុណ្ណោះដូច្នេះបានជាការសម្ដែងស្ដេចថាវិបស្សនាហ្នឹងហេតុអីក៏ចាំបាច់ត្រូវការបញ្ជាក់ច្រើនពីព្រោះរឿងយើងនេះណាកន្លងមកដែលព្រះសម្មាសម្ពុទ្ធប្រតិពានទៅ2540ឆ្នាំហើយណាទៀតណាមិនងាយដើម្បីសម្ដែងខ្លីៗដោយត្រឹមតែមហាសតិប្បដ្ឋានសូត្រដោយព្រះអង្គទ្រង់តាសម្ដែងនៅក្នុងគម្ពីរទីឃនិកាយឬក៏មជ្ឈិមនិកាយប៉ុណ្ណឹងទៅស្ដាប់បានយល់ជួយចិត្តត្រាស់ដឹងមគ្គផលគឺអត់ទេត្រូវបកស្រាយវែងឆ្ងាយបញ្យល់ទៀតពីប្រកដីនៃការដែលមានសតិរលឹកប្រកបផ្សំជាមួយគ្នានឹងព្រះអភិធម្មនិងប្រសូតផ្សេងហើយនឹងវិន័យដើម្បីឆ្លុះបញ្ចាំងជីវិតព្រះអរិយបុគ្គលទៀតប៉ុណ្ណឹងណាតើតែពុះស្ដាប៉ុណ្ណឹងតើល្អិតប៉ុណ្ណឹងតើច្រើនប៉ុណ្ណឹងណារំឲ្យថាដូចជាលោកគ្រូសម្ដែងដូចជាវែងឆ្ងាយហោហែពេកហើយល្អិតល្អន់លើកឧទាហរណ៍បោកពួកកៅអៅឧទាហរណ៍បុកច្រាស់ផ្ទះឧទាហរណ៍ទៅផ្សារទៅអីក្នុងមហាសតិប្បដ្ឋានដូចអត់មានឧទាហរណ៍អញ្ចឹងហ៎លោកគ្រូដូចជាសម្ដែងលើសហើយនេះអាហ្នឹងគឺជារឿងឧទាហរណ៍ដែលដើម្បីបញ្ជាក់នៅក្នុងធម៌ហ្នឹងវាត្រូវតែអញ្ចឹងព្រោះសម័យយើងនេះមិនមែនសម័យព្រះសម្មាសម្ពុទ្ធទេបើមិនល្អិតអញ្ចឹងបើមិនជ្រៅអញ្ចឹងធ្វើម៉េចដើម្បីយល់ហើយនឹងប្រតិបត្តិត្រឹមត្រូវជាសមាបរិបត្តិទៅបានហើយតិចថាអវខុសអំពីមហាសតិប្បដ្ឋានហ្នឹងខុសកន្លែងណា
ការនេះគ្រាន់តែអធិប្បាយពង្រីកសេចក្តីទេអញ្ចឹងបានជាត្រូវមានបត្រៃដីដកដែលជាមហាសតិប្បដ្ឋានហ្នឹងគឺប្រពុតឯកាត្រូវមានអត្ថកថាទៀតទេណាមិនមែនត្រង់ត្រឹមតែមហាសតិប្បដ្ឋានអសូតហ្នឹងហើយទេអត្ថកថាលោកពន្យល់ឆ្ងាយណាស់ច្រើនណាស់ច្រើនជាងប្រពុតឯកាហ្នឹងទៅទៀតដែលត្រូវពន្យល់សរសេរជាសិភៅមកច្រើនទំព័រច្រើនសន្លឹកជាងមហាសតិប្បដ្ឋានអសូតហ្នឹងទៅទៀតហើយមិនត្រឹមតែប៉ុណ្ណឹងឯណានៅមានដីកានៅមានស្អីសន្ធឹកសន្ធាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះគឺយើងត្រូវតែមានការបញ្យល់គ្នាលើកឧទាហរណ៍ពីនេះខ្លះពីនោះខ្លះតាមអធិស្ឋានដែលអ្នកនឹងស្ដាប់បានកន្លែងណាគឺយើងចេះតែមានការបញ្យល់ទៅដើម្បីឲ្យយល់ថាជីវិតពិតនេះឯងដែលត្រូវរលឹកដឹងហើយនឹងត្រូវឃើញថាការមិនដឹងនេះជាអកុសលធម៌ដែលគួររង្គៀសជាងលោភៈនឹងទៅទៀតនៅពេលលោភៈកើតឡើងណាជាគួររង្គៀសហើយតែដែលគួររង្គៀសជាងលោភៈនៅពេលហ្នឹងគឺការមិនដឹងលោភៈតាមសេចក្តីពិតត្រឹមតែលោភៈក៏ជាប់ជំពាក់នឹងអ្វីទាំងអស់ថាជារបស់ខ្លួនតាមពិតមកពីមិនដឹងលោភៈអត់មានអីសំខាន់ទេអ្វីទាំងអស់សម្រាប់យើងគឺសម្រាប់តែលោភៈប៉ុណ្ណោះបើលោភៈនឹងឯងមានក៏ដោយឬមិនមានក៏ដោយគឺរឿងហ្នឹងនៅលើលោភៈតែយើងត្រូវតែរួចខ្លួននេះគឺជាការដែលត្រូវសិក្សាលក្ខណៈនៃលោភៈសិក្សាលក្ខណៈនៃទោសៈនិងសភាវៈលក្ខណៈផ្សេងទៀតទាំងអស់ចឹងទៅឃើញថាជីវិតសង្សារវដ្តដែលវែងឆ្ងាយមកនឹងត្រឹមត្រូវហើយតាមដែលព្រះអង្គទ្រង់តាសម្ដែងមកគឺយើងបានឃើញឃើញទេបានឃើញថាមិនបានថាអវិជ្ជានឹងឯងជាឫសគល់នៃសង្សារវដ្តពិតប្រាកដមែនគឺអវិជ្ជានៅត្រង់ការដែលមិនដឹងរូបធម៌និងនាមធម៌ដែលកំពុងប្រកបតាមផ្លូវភ្នែកផ្លូវតិចផ្លូវច្រមុះផ្លូវណាផ្លូវកាយនិងផ្លូវចិត្តយ៉ាងសាមញ្ញធម្មតាគឺការមិនដឹងធម្មតាហ្នឹងឃើញទេបើនិយាយពីរឿងប្រតិបត្តិត្រូវតែថាមានបែបមានរបៀបត្រូវទៅធ្វើដល់ទៅប្រដីធម្មតាបែរទៅជាអត់ដឹងអត់ដឹងនឹងឯងជាអកុសលគួររង្គៀសកន្លែងហ្នឹងឲ្យយើងឃើញច្បាស់អញ្ចឹងណាកុំឲ្យតែកំពុងតែជជែកជាមួយភ្ញៀវអត់មានបានចម្រើនធัวអីសោះអញ្ចឹងណារត់តែឯងគិតលាគិតអីក៏មិនបាននៅជជែកអីច្រើនខាតអស់លេងថ្ងៃហ្នឹងឃើញទេអួតប្រាប់គេថាខាតណាដើម្បីបញ្ជាក់ស្មារតីខ្លួនឯងថាមិនភ្លេចទេបប្រតិបត្តិធម៌ឃើញទេបានជាមិនដឹងថានៅពេលដែលនិយាយជាមួយភ្ញៀវនឹងឯងគឺជារូបធម៌និងនាមធម៌ណាដល់តែមិនដឹងអញ្ចឹងគឺខ្លួនឯងខាតខ្លួនឯងអត់បានបប្រតិបត្តិធម៌វាមានខ្លួនឯងអីដែលមិនបានបប្រតិបត្តិធម៌ប៉ុន្តែមកពីមិនដឹងរូបធម៌និងនាមធម៌ទៅកើតទៅជារឿងអញ្ចឹងយល់ទេអញ្ចឹងទេហេដូចជាកំពុងនិយាយអីអញ្ចឹងដល់ទៅចម្រើនសតិថាមានតែឈប់និយាយសិនដើម្បីរនឹកឲ្យសតិរលឹកណារូបណានាមវាមិនមែនជារឿងដែលយើងត្រូវទៅឈប់និយាយសិនដើម្បីឲ្យសតិកើតអាម៉េចទេអញ្ចឹងណាតែហ្នឹងឥឡូវដូចជាយើងដើរឧបមាថាយើងទៅដើរម្នាក់ឯងណាយើងអត់មានគ្នាជជែកទេយើងដើរម្នាក់ឯងការគិតដើរក៏មានហើយដើរទៅប៉ះរឹងក៏មានឃើញណាដោយអំណាចវាយោធាតប្រព្រឹត្តទៅជាផោតថាពៈមានការប៉ះទប់ក៏មានហើយពេលហ្នឹងយើងថាចម្រើនសតិប្បដ្ឋានបានហើយនៅពេលដើរហ្នឹងហើយសតិប្បដ្ឋានរលឹកអីថារលឹកដឹងរឹងរលឹកដឹងអីថារលឹកដឹងផោតថាពៈដែលវាមានសភាពជាកម្រើកចុះនៅពេលដែលនិយាយនឹងមានកម្រើកទេមានឬមិនមានអ្នកណាមិននិយាយអត់ហើបមកអញ្ចឹងដូច្នេះវាត្រូវតែមានសភាវៈដូចទៅពេលដើរអញ្ចឹងដែរតែនេះមកអំពីយើងមិនបានសិក្សាឲ្យយល់ព្រោះយើងសម្គាល់ថាបប្រតិបត្តិធម៌ត្រូវតែឯងវាងាប់អាកន្លែងនឹងមួយទៅដល់តែមានគ្រាសតិមិនបានមានការរលឹកដឹងឡើយហើយនៅពេលដែលទៅធ្វើសតិប្បដ្ឋានហ្នឹងណាទេណានៅពេលដើរតែឯងឬអង្គុយតែឯងហ្នឹងណានៅពេលហ្នឹងខ្លាចក្រែងតែមិនស្គាល់សភាវៈធម៌តែបើស្គាល់គឺពេលដែលប្រកាន់ថាមានតួខ្លួនហ្នឹងជាសក្កាយតិដ្ឋិគឺជាតួខ្លួនមួយដែលបង្កប់បញ្ជាសតិដើម្បីឲ្យដឹងយ៉ាងនេះគឺពេលហ្នឹងគឺអត់មានអីក្រៅពីសក្កាយតិដ្ឋិទេណាទេណាហើយមានអាការៈលក្ខណៈដូចជាសតិតែតាមពិតមិនមែនសតិទេគឺជាការខំប្រឹងបង្កប់បញ្ជាគំនិតឲ្យគិតតែប៉ុណ្ណោះក្នុងនេះរូបយ៉ាងនេះនាមហើយពិតមែនតែសភាពនៃសភាវៈធម៌នឹងធម្មតាអត់មានអ្នកណាទៅបង្កើតក៏ពិតមែនហើយខ្ញុំមានតែធ្វើសភាវៈដតីឯណាព្រោះសភាវៈនឹងធម្មតាទៅតែក្នុងជីវិតប៉ុន្តែកុំភ្លេចថាប្រកដីអត់មែនអញ្ចឹងទេនៅពេលដែលគិតទៅធ្វើធម៌ទៅធ្វើអញ្ចឹងដើរអញ្ចឹងអង្គុយអញ្ចឹងឃើញទេរឿងហ្នឹងគឺជាគំនិតដែលប្រកម្មថាមានតួខ្លួនអ្នកធ្វើព្រោះនៅពេលដែលកំពុងនិយាយគ្នាគឺសម្គាល់ថាខ្លួនអ្នកនិយាយបប្រតិបត្តិធម៌អត់បានដូច្នេះខ្លួនត្រូវតែទៅធ្វើរបៀបយ៉ាងនេះ
chẳng nơi pe để bao cuộc có áo rư kịch ca nghe và con mình ra bao cuộc băng chỉ po rư có miên ca phơi kịch ca nghe này muốn bên bạn ấy dạng na ca bạn để bạn po mình bàn nâng mau bị cầm coi tha tu luôn cầm phong để phơi ca nghe nâng bạn để bạn po to lại tầm nề rồi hốt đo miên khác vật cam để thà bạn để bạn po mặt chót to là có nói bên ba tí nó chằm sắp tí nó đó là phần năng thiệt ní cứ tha chỉ ca mũi đại kịch chưa nơi không rú thôi đằng liền mà thôi nó đòi luôn ai đòi cầm nứt để kịch tha chỉ tu luôn chỉ sắp chỉ bậc cỡ chỉ nứt chỉ ca chỉ pro cả đầy màu tam pet đây mình men chỉ tu luôn cứ trái tay chỉ pro cả đây pet không chỉ vật nó thế này đây mình men chỉ tu luôn nó cứ chỉ ăn mặt ta nông tê để thôi kịch ca nia chỉ ăn chia say không mà đà mình khóc pro cả đây nó mà hai tập tha nó sốt đó thế nào ca dây nó phát xây vì hạ tệ ta pay xăm phải chia nô tệ ma vì này là ok phải chia tô mà nó sang nữa nâng cứ ban từ đây hả vì cha rồi na khơi rưỡi nơi cai trong cái chia pro cả đấy trong area bát chẳng buồn á thấy pro cả đây nó sẽ dân sắc xa tụm ai rầm luồng nó thế nào trên như nè để tha pro cả đây nó cứ chia chỉ vật tư này môn bên bà rưỡi con nằm bay chầm rưỡi có đầm bayตัวchẳng hàm peเลยcầm phongตัวหรือnhiệt nhau vòng ôn cái ca pro cả đây dạng na đấy bà thấy ấy chia sai đầm bay chơi tàu vót tàu nơi vót rưỡi nó chia sai tại tờ rưỡi nó cầm ao chả lom thì rưỡi khóc pro cả đấy nó thế này mình men tàu nơi chân đầm bay chậm đang step tham hay mình pan tàu nơi chân chậm đang step tham mình pan cứ ní khóc pro cả đây hay nơi tụm con thà tua luôn rồi hốt đầm bay tàu phơi chẳng liệt sờ cài vậy thì thấy ở rồi chứ lục tra tại miền ca vô khơi thà pro cả đấy cứ sắp tạiรูปthôi đằng này mà thôi smile này tại liệt sờ cài vậy thì thấy bà được thế ca đây nơi tiền mình ban đầm bay tàu nơi à from đầm bay tàu nơi vót rưỡi ngặt chia sai muôi đầm bay tha thôi tròn nhảy nhỏng côn sao nhẹ chật khang na nay nhiệt thì ca bom ôn đôi chỉ lốp anh chân lốp trong từ rồi nơi mình ai nhàng na ní cứ chỉ rưỡi ngặt chia sai để xòm mau vì pro rương lý về mình men nơi ta chỉ có hoạt trong óc này tế hay có mình men rương buộc trong óc này đấy hay buộc hay mình men sót từ nơi mà ai trong óc ong năng tế cứ con chắc còn nữ nông bạc cu còn lại chẳng tới té pro cả đấy nơi ca ở trong tập tha năng niên tới một tha chỉ bậc quân miên pro cả đấy nơi mà ai năng ná về mà tam phút của ông chúng ta sầm đây chẳng còn to tập tiết cục mùi tiệt nóอุเปกขาสหกตังอุเปกขาสหกตังอุเปกขาสหกตังดอกเคลียตื้อสาวตะวิญญาณะอะโตสละวิปากะจัตตังสาวตะวิญญาณะอะโตสละวิปากะจัตตังน่ะเสร็จหายอุเปกขาสหกตังสาวตะวิญญาณะอะโตสละวิปากะจัตตังแปลสาวตะวิญญาณได้เจียอะสละวิปากะจัตประเตยจะมวยคะแนนนั้นอุเปกขาเวทนี้ลือสำเร็จมันละอ้อบรรทัดสำคัญในตรงสเต็ปทานปฏิบัติมาอย่างคนcha nhiệt nhóm đây lư sầm lên mình là thế chứ nè lư ấy à lư sầm lên mình là đây chị anh tha rắm lư ấy à đây lư sâu cầm phơn thế mà đây lư sâu cái chuột này thế đây lư sâu chrup sài thế đây chị đào phần năng cả lư sầm lên những chị ăn và sao làm bạc chặt đây chia sao tạo bình nhiệt nè nông dịch rồi ngày hai dân riêng du tới chua đó thế nào chua là mua thay chỉ nẹt miền thô nông chỉ biết rồi này miền thô nó cứ trong cái lại nhá trong này thà ban lư sầm lên mình là mình miền từ đây thằng khảo tay bờ miền cao lên nông chất sự tệ để lật ban mình miền chỉ tu luôn giờ này ai để mua thay chỉ cả thôi nếu ăn có xó đó thấy còn mua thay chỉ nẹt miền thô cứ chỉ nẹt miền thô miền từ đây sần đau miền ca mình cao miền từ đây ngọcประตูใดเมตตาเจริญประตูใดกรุณาเจริญให้รู้ในธรรมดาเชี่ยอุบาสกเชี่ยอุบาสิกากิจการเนี่ยอย่างนั้นสำหรับโกนใจใบจัดเขาอายเรียบจำเตี้ยสบายตีกับไรดำจึงหันโลกดักบาธรรมาเตียนเซลอุบาสกบาสิกาจังแต่เกี่ยกาศักษา
ในรูปธรรมในนามธรรมព្រោះអំណាចមានព្រះសទ្ធំដែលជាធម៌មិនចូលដល់ការចាស់ជរាស្ថិតនៅក្នុងហបរតីនៃឧបាសកបាសិកានេះមិនចាំបាច់ដល់ទៅប្រគុណចាស់ញាតិញោមទេណាញាតិញោមបងប្អូនឧបាសកបាសិកាហ្នឹងសបញ្ញធម្មោអ្នកចរង្គឧបេតិធម៌របស់សប្បុរសមិនចូលដល់ការចាស់ជរាគឺការប្រព្រឹត្តទៅដោយចតិដ្ឋានបរិបត្តិនេះជាធម៌សប្បុរសប្រព្រឹត្តទៅដោយសេចក្តីព្យាយាមគឺវិរិយៈប្រព្រឹត្តទៅជាមួយគ្នានឹងសតិរលឹកជាធម៌សប្បុរសអត់មានទៅព្យាយាមយ៉ាងដទៃក្រៅពីសតិរលឹករូបធម៌និងនាមធម៌ហ្នឹងទេដែលមានព្យាយាមគឺវិរិយៈហ្នឹងយ៉ាងសតិឲ្យរលឹកនោះហ្នឹងធម៌របស់សប្បុរសអ្នកចរង្គឧបេតិមិនចូលដល់ការចាស់ជរារូបកាយចាស់ជរាក្រំគ្រាញាប់ញួររថាប្រសល់កវល់កវាយតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមិនក៏បីរថាប្រសល់កវល់កវាយចិត្តឡើយឃើញទេអ្នកកលៈបៃតាបានសម្រេចសត្តាបត្តផលហើយសម្គាល់ព្រះដែលមានរូបភាពនឹងឯងដូចជាកូនរបស់គាត់អញ្ចឹងអ្នកកលៈបៃតាជាមួយគ្នានឹងអ្នកកលៈមេដាភិយាស្វាមីហ្នឹងគ្រាន់តែឃើញព្រះសម្មាសម្ពុទ្ធជាដំបូងគុណចាស់ញាតិញោមហើយលត់មាត់ត្រៃតកូនព្រោះគាត់មានការសន្សំអធិស្ឋ័យឧបនិស្ស័យជាមួយនឹងព្រះមកណារឿងឧបនិស្សយបច្ច័យនឹងខ្លាំងដល់ម្ដងដល់តែឃើញនោះស្រាប់តែនឹកថាកូនស្រែកថាកូនហើយកូនទៅចឹងទៅមកពីអីមកពីគាត់ធ្លាប់ជាមេត្តាបិតារបស់ព្រះបរមពុរិស័ទ500ជាតិតជាប់គ្នាមកណាក្នុងអតីតកាលឃើញព្រះនឹកឃើញស្និទ្ធស្នាលរាប់អានដូចជាកូនអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងធម៌ទៅក៏បានទទួលនៅលោកកតរៈធម៌ហើយសោតាបត្តមៈសោតាបត្តខំហើយដល់ពេលមួយក៏ចូលទៅកល់ព្រះដែលមានពុភិអញ្ចឹងទៅសូមព្រះដែលមានពុភិទ្រង់ត្រាស់សម្ដែងនៅប្រធោប៉ុន្តែក្នុងដំណើររបស់គាត់ទៅនឹងមុនដំបូងគាត់រៀបរាប់ថាខ្ញុំព្រះអង្គនេះចាស់ជរាក្រំគ្រាទ្រុឌទ្រោមហើយមិនទៅជាបានមកគាល់ព្រះអង្គអីញឹកញាប់ទេក៏ដូចជាលំបាករៀបទ្រោមដើរមកផ្លូវឆ្ងាយហ្នឹងក៏វាមិនស្រួលព្រះអង្គទ្រង់ត្រាស់សម្ដែងណាមនីព្រាមអ្នកកបីសិក្សាថាមានការរសាប់រសល់កវល់កវាយតែផ្លូវកាយចុះតែមិនរសាប់រសល់កវល់កវាយផ្លូវចិត្តឡើយគាត់ស្ដាប់ទៅប៉ុណ្ណឹងគាត់លន់មាត់ថាអស្ចារ្យណាស់អស្ចារ្យណាស់ព្រះអង្គបានស្រោចនៅទឹកអមរិតដល់ចិត្តរបស់ខ្ញុំម្ចាស់ឃើញទេគាត់ឃើញថាព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងដូចជាទឹកអមរិតទឹកអមរិតគឺទឹកមិនស្លាប់đóណាប៉ុន្តែតាមពិតនោះមិនមែនទេមិនមែនជានិព្វានអីទេគឺដោយអំណាចរស់នៃព្រះសទ្ធំហ្នឹងប៉ុន្តែគាត់ថាដូចជាទឹកដែលមិនស្លាប់អញ្ចឹងប៉ុន្តែរឿងមិនស្លាប់គឺព្រះនិព្វានតែក្នុងពេលនេះគាត់ពោលសរសើរទៅលើព្រះពុទ្ធដីកាហ្នឹងដែលបានសម្ដែងមកហ្នឹងដូចជាស្រោចលើចិត្តរបស់គាត់ហ្នឹងឲ្យតិចឲ្យល្អអញ្ចឹងគាត់ក្រាបថ្វាយបង្គំលាព្រះដែលមានវិភាកទៅក្រាបថ្វាយបង្គំព្រះសិរីបុត្រអញ្ចឹងទៅរៀបរាប់ដំណើររឿងហ្នឹងដល់ព្រះសិរីបុត្រព្រះសិរីបុត្រមានប្រធារដីកាថាកហបតីថ្ងៃនេះដូចជាមានទឹកមុខស្រស់បោះឥន្ទ្រីហ្នឹងក៏ឃ្លាវខ្លាហើយស្រស់បោះហើយនឹងឃ្លាវខ្លាបើខ្ញុំកណាទៅចេញពីព្រះរាមាវិភាកមកអញ្ចឹងទៅព្រះសិរីបុត្រមានប្រធារដីកាសួរក្នុងការប្រស្រ័យចរចាជាមួយនឹងព្រះរាមាវិភាកនោះយ៉ាងណាអ្នកពលៈបៃតាក៏បានក្រាបទូលដល់ព្រះសិរីបុត្រថាព្រះរាមាវិភាកណាព្រះអង្គទ្រង់ត្រាស់សម្ដែងដល់ខ្ញុំម្ចាស់ថាក៏បីរស័ព្ទរសល់កវល់កវាយតែកាយចុះតែមិនក៏បីរស័ព្ទរសល់កវល់កវាយចិត្តឡើយព្រះសិរីបុត្រហ្នឹងក៏មានប្រធារដីកាថាចុះកហបតីមិនបានទូលសួរព្រះដែលមានវិភាកទេឬថាតើការរស័ព្ទរសល់កវល់កវាយកាយនោះហើយរស័ព្ទរសល់កវល់កវាយចិត្តដូចម្ដេចហើយត្រង់ដែលរស័ព្ទរសល់កវល់កវាយតែកាយហើយមិនរស័ព្ទរសល់កវល់កវាយផ្លូវចិត្តនោះយ៉ាងម៉េចដែរខ្ញុំម្ចាស់ដែលមកកល់ព្រះសិរីបុត្រហ្នឹងដើម្បីសុំឲ្យព្រះសិរីបុត្រសម្ដែងកន្លែងហ្នឹងណាញ៉ែអបតីហ្នឹងគាត់ស្រស់ស្រាយគាត់រីករាយណាគាត់បានឃើញព្រះសិរីបុត្រដែលជាភិក្ខុចម្រើនចិត្តក្នុងអត្ថកថាបញ្យល់ថាចម្រើនចិត្តហ្នឹងគឺចម្រើនកុសលគាត់បានឃើញព្រះអរិយបុគ្គលព្រះភិក្ខុសង្ឃត្រួតត្រងនៅសីលសិក្ខាហ្នឹងគឺលោកជ្រះថ្លាសប្បាយរីករាយក្នុងជីវិតរបស់គាត់ជាឧបាសកឃើញទេភរិយារបស់គាត់ឧបាសិកាសោតាបណ្ឌបុគ្គលដែរព្រះសិរីបុត្រសម្ដែងអំពីរស័ព្ទរសល់កវល់កវាយផ្លូវកាយតែមិនរស័ព្ទរសល់កវល់កវាយផ្លូវចិត្តណាផ្ទុយពីរឿងរស័ព្ទរសល់កវល់កវាយហើយរស័ព្ទរសល់កវល់កវាយផ្លូវចិត្តទៀតផ្ទុយគ្នា
រឿងរបស់សត្វសល់របស់ក្បាយយើងដឹងហើយចាស់ជារាក្រំគ្រាត្រុតត្រោមជំងឺចំកាត់អីផ្សេងផ្សេងចឹងទៅយើងចេះតែងាប់ញួរលហិតលហៃអស់កម្លាំងក៏ខ្យល់ចាប់ខ្យល់ឆាន់ថ្នាំការថ្នាំដាក់ថ្នាំអីចឹងទៅប៉ុន្តែត្រង់ដែលរស័ព្ទរសល់របស់ក្បាយផ្លូវកាយនោះព្រោះប្រកាន់នៅរូបថាជាយើងថាជារបស់យើងប្រកាន់វេទនាសញ្ញាសង្ខារវិញ្ញាណនេះហើយដែលឈ្មោះថារស័ព្ទរសល់កវលកវាយណាផ្លូវចិត្តតែព្រះអរិយបុគ្គលដែលមានរស័ព្ទរសល់កវលកវាយផ្លូវចិត្តគឺព្រោះតែមិនប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងថាជាយើងមិនមានសេចក្តីត្រេះរិះថារូបនឹងជាខ្លួនមិនត្រេះរិះថាខ្លួនមានរូបមិនត្រេះរិះថារូបនៅក្នុងខ្លួនមិនត្រេះរិះថាខ្លួននៅក្នុងរូបគឺស្រីបុត្រសម្ដែងពីរឿងសកាយតិថិនឹងឯងដែលប្រទៅដើម្បីរស័ព្ទរសល់កវលកវាយផ្លូវចិត្តតែកាលណាដែលមិនមានសកាយតិថិគឺមិនរស័ព្ទរសល់កវលកវាយផ្លូវចិត្តទោះបីផ្លូវកាយនឹងរស័ព្ទរសល់កវលកវាយញាប់ញួរយ៉ាងណាក៏ដោយប៉ុន្តែអាស្រ័យមានព្រះសទ្ធំណាទេណាមិនចូលដល់ការចាស់ជរាឡើយដូច្នេះគុណចាស់ញាតិញោមពុទ្ធបរិស័ទនឹងដល់នៅសភាពនឹងនោតាមផ្លូវចិត្តស្ងប់ស្ងៀមពីព្រោះអីពីព្រោះមានព្រះសទ្ធំដែលជាធម៌មិនចូលដល់ការចាស់ជរារឿងសង្សារវដ្តនេះប្រទៅដើម្បីចាស់ជរាក្រំគ្រានិងមរណៈគឺសេចក្តីស្លាប់តែដោយអាស្រ័យមានព្រះសទ្ធំជាធម៌របស់សត្វរស់ក៏ប្រទៅដើម្បីមិនចាស់ជរាមិនក្រំគ្រានិងមិនស្លាប់ឡើយព្រោះជាបដិបទាប្រទៅដើម្បីព្រះនិព្វានទៅធម៌របស់សត្វរស់មិនចូលដល់ការចាស់ជរាគឺប្រព្រឹត្តទៅដើម្បីរួចផុតអំពីជរាជាធិមរណៈគឺដោយអំណាចការប្រព្រឹត្តទៅក្នុងស្ថិដ្ឋានវិបស្សនាដែលនាំមកនៅអរិយមគ្គអង្គ8ដូចជាសោតវិញ្ញាណនេះចឹងដល់អញ្ចឹងទៅយើងបានឮសម្លេងមិនល្អធ្លាប់តែខឹងច្រឡោតតោតងវងវាងអាណាឡូឡាស្អីណាស្អីអញខ្លងរត់ទៅដេកអីមិនបានស្រាប់តែដល់មានប្រធัวទុំក្នុងសន្តានដែលសន្សំរឿយមកណាទេណាចាស់ខ្លាក៏ទៅជាមានការស្ងប់ស្ងៀមស្រួលក្នុងសន្តានព្រោះអីពីព្រោះការលឺនេះជាអកុសលវិបាកទេតើមិនមែនយើងអ្នកលឺទេហាមមិនបានអកុសលកម្មជាបច្ច័យយប់ឡើងក៏ដល់រត់រូចូលរូឡើងស្មាយំអាងើយ៉ាងអោងអីយ៉ាងណាលឺទៅចឹងណាលឺទៅព្រោះជាអកុសលវិបាកហើយអត់មានសតិរលឹកខឹងណាទេខឹងនឹងកដោខឹងនឹងស្មាខឹងនឹងឆ្កែយ៉ាងណាខឹងនឹងមនុស្សចឹងតិចលឺទេណាតិចលឺសំឡេងទេតិចអត់ទេសំឡេងលឺទេសំឡេងលឺទេអត់ទេចិត្តលឺទេសោតវិញ្ញាណលឺទេអត់ទេលើកហ្នឹងបានត្រូវឃើញណាសោតវិញ្ញាណគ្រាន់តែជាប្រភេទនៃវិបកធម៌ដែលមានសំឡេងជាអារម្មណ៍តែចំពោះនាមធម៌អត់មានរូបធម៌នៅក្នុងនឹងទេដូច្នេះចិត្តលឺអត់មានត្រចៀកសម្រាប់លឺទេតែនេះគ្រាន់តែជាប្រភេទលក្ខណៈនៃនាមធម៌ដោយឡែកអំពីរូបនេះគឺផ្សេងគ្នាកន្លែងហ្នឹងទេណាឲ្យបានច្បាស់អញ្ចឹងណាគឺគ្រាន់តែជាការកើតឡើងនៃនាមធម៌ព្រោះអាស្រ័យមានសំឡេងប៉ះទប់និងសោតប្រសាទចិត្តលឺក៏កើតឡើងតែចិត្តលឺនេះអត់មានរូបស្អីបន្តិចនៅក្នុងចិត្តលឺហ្នឹងទេហើយក៏អត់មានចិត្តលឺមកនៅក្នុងចិត្តលឺនឹងទៀតដែរជាសង្ខារធម៌សិតដែលអត់មានខ្លួនឯងចិត្តលឺអត់មានតិចសម្រាប់លឺអីទាំងអស់បានអីនឹងខ្លងចឹងណាទេណានៅពេលដែលយើងខឹងយើងខាតខ្លងណាស់អីណាហ្នឹងមកពីមានខ្លួនយើងនៅក្នុងចិត្តលឺហ្នឹងដោយអំណាចសកាយតិថិទូខ្លួនអ្នកលឺខ្លងហើយខឹងហើយលំបាកហើយ